ចាសម្រាប់សួរបងប្អូនស្ត្រីមើលផ្ទះទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបពិសេសមួយគឺញោមត្រៃខកំប៉ុងហើយគ្រឿងផ្សំជាដំបូងមានទឹកសក់2ផ្លែគល់ក្រី2គល់ចាជីរណាស្លឹកខ្ទឹមទឹកត្រីស្ករត្រៃខខ្ទឹមក្រហមនិងក្រូចឆ្មាជាដំបូងបងប្អូនត្រូវហាន់គ្រឿងផ្សំរបស់យើងជាចំណិតតូចសិនណាបងប្អូនចាបងប្អូនហាន់គល់ក្រីហើយយើងទុកម្ដុំទៅចាហាន់ជីហើយក៏បងប្អូនទុកម្ដុំទៅហើយជីបងប្អូនមិនបាច់ហាន់វែងពេកទេយើងហាន់ឲ្យធំតិចមកដើម្បីយើងចាពេលដែលយើងច្បងជាមួយនឹងត្រៃខទៅគឺមើលទៅឃើញស្អាតបងប្អូនគួរឲ្យចង់ញ៉ាំតែម្ដងចាហើយស្ទឹមខ្ញុំហាន់ប៉ុណ្ណឹងក្រូចឆ្មាបងប្អូនចាដាក់ចំនួន1ផ្លែក៏បានឬមួយក៏បងប្អូនដាក់2ចំណិត3ចំណិតក៏បានដែរតាមចំណង់ចិត្តណាហើយខ្ទឹមក្រហមយើងហាន់ជាបន្ទះមូលបែបនេះមកដើម្បីយើងដាក់ជាមួយច្បល់តែមួយត្រៃកោះហើយយើងទុករៀបនៅលើចានខ្លះណាបងប្អូនហើយបងប្អូនប្រើជាខ្ទឹមបារាំងក៏បានដែរចាហើយនេះគ្រឿងផ្សំដែលខ្ញុំបានហាន់មុនហ្នឹងចាយើងធ្វើការទុកមួយដុំសិនណាបងប្អូនចាមានត្រៃខក្រូចឆ្មាត្រសក់យើងចិត្តចំណិតបែបនេះមកបងប្អូនដើម្បីយើងទុករៀបនៅលើចានដើម្បីយើងតាំងដើម្បីឲ្យមានសោភ័ណភាពមុខម្ហូបរបស់យើងអញ្ចឹងណាហើយបងប្អូនមានជាម្ទេសដាក់ជាម្ទេសមកម្ទេសដៃនាងរបស់យើងនឹងដោយសារតែខ្ញុំផ្លេចទិញម្ទេសមកឲ្យបងប្អូនចានេះត្រៃខយើងក៏ដាក់ចានមកដើម្បីយើងធ្វើការច្បល់គ្រឿងឲ្យត្រៃខថ្ងៃនេះខ្ញុំប្រើចំនួនត្រៃខជាតិខ្មែរបងប្អូនចង់ប្រើត្រៃខម៉ូតអ្វីក៏បានដែរបងប្អូនចាយើងចាក់គល់ក្រីស្លឹកខ្ទឹមចាជីរណាខ្ទឹមក្រហមចូលមកចាឲ្យបងប្អូនច្បាយក្រូចឆ្មាចា1ចំណិត2ចំណិតបងប្អូនកន្លែងហ្នឹងកុំបាច់ដាក់ច្រើនពេកទេព្រោះដោយសារត្រៃខរបស់យើងគឺមានជាតិស្រាប់ហើយបើដាក់ច្រើនពេកខ្លាចវាប្រៃជ្រុលអីអញ្ចឹងណាហើយទឹកប្រៃខ្ញុំប្រើចំនួន1ស្លាបព្រាបាយស្ករខ្ញុំប្រើ1ចុងស្លាបព្រាបាយចាឥឡូវម្ហូបរបស់យើងក៏ច្បល់ហើយព្រោះហើយក៏រសជាតិមួយអែមទទួលយកបានដែរបងប្អូនចាបងប្អូនម៉ែហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយហើយចាបានញ៉ាំទៀតបងប្អូនអាចធ្វើញ៉ាំជុំគ្រួសារបានណាចាអរគុណបាយបាយ